បើយើងមិនប្រឹងតើឲ្យអ្នកណាមកខំជំនួសយើងឃ្លានេះមានន័យថាជីវិតរបស់យើងគឺស្ថិតនៅក្នុងដៃរបស់យើងផ្ទាល់គ្មាននរណាម្នាក់អាចមកខំប្រឹងរៀនសូត្រធ្វើការឬស៊ូជំនួសយើងបានទេទោះបីមានអ្នកជួយលើកទឹកចិត្តឬផ្ដល់ឱកាសឲ្យយើងក៏ដោយបើយើងមិនព្រមប្រឹងដោយខ្លួនឯងទេនោះភាពជោគជ័យក៏ពិបាកនឹងកើតមានដែរពាក្យនេះក៏ជាការរំលឹកឲ្យយើងចេះទទួលខុសត្រូវលើជីវិតខ្លួនឯងកុំរងចាំអ្នកដទៃមកជួយគ្រប់រឿងនៅពេលជួបការលំបាកត្រូវប្រើវាជាកម្លាំងជំរុញឲ្យខ្លួនឯងខិតខំកាន់តែខ្លាំងព្រោះអនាគតល្អឬមិនល្អគឺអាស្រ័យលើការខំប្រឹងរបស់យើងនៅថ្ងៃនេះចងចាំថាគ្មាននរណាអាចសាងអនាគតឲ្យយើងបានទេបើយើងមិនព្រមសាងវាដោយខ្លួនឯងអត្ថន័យនៃពាក្យនេះគឺបរាជ័យមិនមែនជាទីបញ្ចប់ទេតែជាមេរៀនសម្រាប់ភាពជោគជ័យឆាវបានជួបការបរាជ័យជាច្រើនដងក្នុងជីវិតប៉ុន្តែគាត់មិនអនុញ្ញាតឲ្យការបរាជ័យទាំងនោះបំបាក់ទឹកចិត្តគាត់ឡើយផ្ទុយទៅវិញគាត់បានយកកំហុសនិងបទពិសោធន៍ពីការបរាជ័យនីមួយមកសិក្សាកែប្រែនិងអភិវឌ្ឍខ្លួនឯងឲ្យកាន់តែរឹងមាំជាងមុនសារសំខាន់ដែលយើងអាចរៀនបានគឺកុំខ្លាចការបរាជ័យរៀនពីកំហុសរបស់ខ្លួនតស៊ូនិងដើរទៅមុខជានិច្ចភាពជោគជ័យកើតចេញពីការមិនបោះបង់អ្នកដែលបរាជ័យហើយក្រោកឈរឡើងវិញមានកម្លាំងខ្លាំងជាងអ្នកដែលមិនធ្លាប់បរាជ័យព្រោះស្នាមរបួសពីការតស៊ូគឺជាមេរៀនដ៏មានតម្លៃបំផុតក្នុងជីវិតជួបការលំបាកខ្លះស្រណុកខ្លះនេះជាធម្មជាតិរបស់មនុស្សមានន័យថាជីវិតមនុស្សម្នាក់មិនអាចមានតែភាពរីករាយឬមានតែការលំបាករហូតនោះទេពេលខ្លះយើងជួបឧបសគ្គការបរាជ័យនិងទុក្ខលំបាកប៉ុន្តែពេលខ្លះក៏ជួបសេចក្តីសុខភាពជោគជ័យនិងរឿងល្អផងដែរការលំបាកជួយឲ្យយើងរៀនសូត្ររឹងមាំនិងមានបទពិសោធន៍ខណៈដែលភាពស្រណុកផ្ដល់កម្លាំងចិត្តនិងសេចក្តីរីករាយក្នុងជីវិតដូច្នេះមិនថាជួបរឿងអ្វីក៏ដោយយើងគួរទទួលយកវាដោយភាពអត់ធ្មត់និងបន្តដើរទៅមុខព្រោះគ្រប់ដំណាក់កាលសុទ្ធតែជាផ្នែកមួយនៃជីវិតគំនិតលើកទឹកចិត្តថ្ងៃលំបាកមិននៅជាមួយយើងរហូតទេហើយថ្ងៃល្អក៏នឹងមកដល់សម្រាប់អ្នកដែលមិនបោះបង់ថ្ងៃលំបាកមិននៅជាមួយយើងរហូតទេមានន័យថាទុក្ខលំបាកឧបសគ្គនិងបញ្ហាទាំងឡាយដែលយើងកំពុងជួបប្រទះសុទ្ធតែជារឿងបណ្ដោះអាសន្នគ្មានអ្វីស្ថិតស្ថេររហូតនោះទេដូចជាភ្លៀងធ្លាក់ខ្លាំងយ៉ាងណាក៏នៅទីបញ្ចប់មេឃនឹងស្រឡះវិញដែរនៅពេលជួបការលំបាកកុំអស់សង្ឃឹមឬបោះបង់ចោលគោលដៅរបស់ខ្លួនផ្ទុយទៅវិញត្រូវប្រើវាជាមេរៀននិងជាកម្លាំងជំរុញឲ្យខ្លួនឯងរឹងមាំជាងមុនអ្នកដែលអាចអត់ធ្មត់និងតស៊ូឆ្លងកាត់ថ្ងៃលំបាកបានគឺជាអ្នកដែលអាចឈានទៅរកភាពជោគជ័យនៅថ្ងៃខាងមុខសារលើកទឹកចិត្តកុំបោះបង់ពេលជីវិតកំពុងលំបាកព្រោះក្រោយពុកខ្មៅតែងតែមានពន្លឺថ្ងៃរងចាំអ្នកជានិច្ចកុំបោះបង់ពេលជីវិតកំពុងជួបការលំបាកមានន័យថានៅពេលជួបឧបសគ្គបរាជ័យឬស្ថានភាពពិបាកក្នុងជីវិតយើងមិនគួរអស់សង្ឃឹមនិងបោះបង់ក្តីស្រមៃរបស់ខ្លួនឡើយការលំបាកគឺជាផ្នែកមួយនៃដំណើរជីវិតដែលជួយបង្រៀនឲ្យយើងចេះអត់ធ្មត់រឹងមាំនិងមានបទពិសោធន៍កាន់តែច្រើនមនុស្សជោគជ័យជាច្រើនសុទ្ធតែធ្លាប់ឆ្លងកាត់ការបរាជ័យនិងការលំបាករាប់មិនអស់ប៉ុន្តែពួកគេមិនបានបោះបង់ឡើយពួកគេបានប្រើការលំបាកទាំងនោះជាមេរៀននិងជាកម្លាំងជំរុញឲ្យបន្តដើរទៅមុខរហូតដល់សម្រេចគោលដៅសារលើកទឹកចិត្តការលំបាកមិនមែនមកដើម្បីបញ្ឈប់អ្នកទេប៉ុន្តែមកដើម្បីសាកល្បងភាពរឹងមាំនិងការតាំងចិត្តរបស់អ្នកដរាបណាអ្នកមិនបោះបង់ភាពជោគជ័យនៅតែមានឱកាសសម្រាប់អ្នកជានិច្ច